Số xóa của một cáiកម្មវិធីបង្រៀន Java Programming ជាភាសាខ្មែររបស់មជ្ឈមណ្ឌលកូរ៉េសូវៀត HRD មេរៀនទី5នេះយើងនឹងរៀនពី encapsulation ចំណុចទី1អ្វីទៅគឺជា encapsulation ចំណុចទី2យើងនឹងឧទាហរណ៍ទៅលើ encapsulation ចំណុចទី3យើងនឹងនិយាយពីសារៈប្រយោជន៍នៃ encapsulation អ្វីទៅគឺជា encapsulation encapsulation គឺជាផ្នែកមួយក្នុងចំណោម concept OOP ទាំង3 encapsulation គឺជាបច្ចេកទេសដែលធ្វើឲ្យគឺរបស់ class ជា private ហើយ class ដទៃទៀតមិនអាច access មកវាដោយផ្ទាល់ទេក្នុងគោលបំណងប្រើ encapsulation នេះយើងប្រើដើម្បី data hiding ដើម្បីឲ្យ class ដទៃទៀតអាច access មកដល់វាយើងត្រូវតែប្រើ method getter និង setter ខាងក្រោមនេះគឺជាឧទាហរណ៍នៃការបង្កើត class មួយដែលយើងធ្វើជាលក្ខណៈ encapsulation class ដែល encapsulation នេះគឺមានតែ field តែប៉ុណ្ណោះអញ្ចឹងយើងមាន class មួយគឺ class product ដែលយើងបង្កើតនៅ field ID name quality ហើយនិង price បន្ទាប់មកយើងបង្កើត field setter និង getter ដើម្បីឲ្យ class ដទៃទៀតអាចប្រើវាបានឥឡូវនេះយើងមកធ្វើការឧទាហរណ៍នៅក្នុង Eclipse យើងបង្កើត class មួយគឺ class product បន្ទាប់មកយើងបង្កើត field ឲ្យវា string ID string name string quantity double price បន្ទាប់មកយើងនឹងបង្កើត method set get ឲ្យ ID object string get ID បន្ទាប់មកយើងនឹងធ្វើការ return ID ឲ្យវាយើងនឹងបង្កើត method set object void set ID ហើយក្នុង method set នេះយើងត្រូវការ parameter មួយដែលយើងបត់តម្លៃទៅឲ្យ field ID នៅក្នុង class string ID បន្ទាប់មកយើងនឹងសរសេរ this.id មក ID this.id នេះមានន័យថាគឺជា field របស់ class field ខាងលើនេះ ID ចំណែក ID មួយនេះវិញគឺជាតម្លៃដែលយើងបញ្ចូលឲ្យវាគឺជា parameter មួយនេះក្នុង Eclipse វាមានភាពងាយស្រួលក្នុងការបង្កើត set get អញ្ចឹងយើងគ្រាន់តែ select វាបន្ទាប់មកយើង right click យើងយកពាក្យ source បន្ទាប់មកយកពាក្យ general set get បន្ទាប់មកយើងនឹងជ្រើសរើសវាណាដែលយើងត្រូវការ generate នៅ set get យើងយក name price និង quantity ID នេះមិនយកទេព្រោះខ្ញុំបានធ្វើវាម្ដងហើយបន្ទាប់មកខាងក្រោមនេះយើងនឹងវានឹងសួរយើងថាតើចង់ឲ្យចេញ function ហ្នឹងនៅពីខាងពីកន្លែងណាមកអញ្ចឹងខ្ញុំចង់ឲ្យវាចេញពីខាងក្រោម price after price តោះមកខ្ញុំសេហើយកន្លែងនេះវិញគឺជា asset modifier វាខ្ញុំចង់ឲ្យវាជា public អញ្ចឹងតោះមកខ្ញុំធ្វើការ OK ពួកនេះគឺជាចាក់នេះយើងនឹងឃើញ method ដែលយើងបាន generate មក public string get name set name get quantity set quantity get price set price ហើយ ID នៅខាងក្រោមសារៈប្រយោជន៍នៃការប្រើប្រាស់ encapsulation data ត្រូវបានការពារដោយ method class ដទៃទៀតអាចចូលមកប្រើប្រាស់ data របស់ class បានតាមរយៈ method getter និង setter ខាងក្រោមនេះយើងឃើញរូបមួយគឺមាន data ដែលនៅខាងក្នុងរង្វង់នេះខាងក្រៅនេះគឺជា method ហើយនេះ class ដទៃទៀតអាចប្រើ data នៅខាងក្នុងនឹងបានដោយសារ method getter និង setter ពីរបស់ class យើងអាចកំណត់ឲ្យ read only ក៏បាន write only ក៏បាន user របស់ class មិនដឹងពីរបៀបទុក data ទេ class អាចផ្លាស់ប្ដូរប្រភេទទិន្នន័យឬក៏ field ហើយ user នៃ class មិនចាំបាច់ផ្លាស់ប្ដូរកូដទេជាចុងក្រោយសូមអរគុណទៅដល់ក្រុមស្រាវជ្រាវនិងក្រុមផលិតវីដេអូហើយនៅរៀនបន្តយើងនឹងរៀនពី interface